បាទគ្រប់ជម្រាបសួរដល់ពុកម៉ែបងប្អូនខ្ញុំមកថតបង្ហាញអំពីសកម្មភាពខ្លះនៅតាមផ្ទះរបស់ខ្ញុំពុកម៉ែបងប្អូនបាទថតហ្នឹងគឺយើងថតតែដំណាំនៅជុំវិញផ្ទះយើងឯងបងប្អូនបាទថ្ងៃនេះយើងអត់បានទៅណាយើងថតលេងនៅតាមផ្ទះបងប្អូនបាទនៅដំណាំផ្ទះរបស់ខ្ញុំមានស្លឹកគ្រៃរីងបាទហើយនឹងមន្ទីផ្សេងហ្នឹងក៏មានដើមម្ទេសដែរបងប្អូនហើយមួយរយៈនេះគឺថាម្ទេសឡើងថ្លៃមែនតើបាទម្ទេសបាទនៅខាងខ្ញុំវិញគឺអត់មានលក់ទេសឹងថារកអត់បានណាតែវាថ្លៃពេកបងប្អូន1គីឡូម្ទេសហ្នឹងចូល20000ទៅ30000រៀលនៅខេត្តចន្ទទីដើមទូចទេបងប្អូនប៉ុន្តែផ្លែអធិស្ឋានបងប្អូនចេញផ្កាមកបាទចេញផ្កាមកចន្ទទីទឹកដាំបាន6 7ខែយើងដាំ2ខែមកបងប្អូនឥឡូវខែ1ហើយ2026បាទថ្ងៃនេះថ្ងៃទី2លូបាទមលូនេះគឺម្ដាយក្មេកផុសខ្ញុំគាត់ដាំទុកគ្រាន់នឹងហូបខ្លួនឯងបាទចាស់គឺគាត់ចូលចិត្តហូបមលូបងប្អូនបាទហើយនេះគឺដើមក្រូចឆ្មាបាទដាំចូល2ឆ្នាំហើយបងប្អូនតែអត់ទាន់មានផ្លែចន្ទទីដែរហើយនេះជាម្ទេសបាទម្ទេសនេះគឺតបងប្អូនណាជាម្ទេសផ្លែពូជសវាទៅតែផ្លែដែរទេវាទៅតែចាប់ដើមផ្លែដែរហើយវាអត់ទាន់ចាស់ទេហើយសម្រាប់ម្ទេសនេះខ្ញុំមិនដាំទៅលក់ឬក៏ចែកចាយទៅលើទីផ្សារទេបងប្អូនខ្ញុំដាំនឹងគ្រាន់តែទុកសម្រាប់ហូបលក្ខណៈក្រុមគ្រួសាររបស់ខ្ញុំទេបាទហើយនៅពេលដែលចាប់ផ្ដើមម្ទេសនេះវាទុំខ្ញុំយកទៅហាលគឺយើងបុកធ្វើជាម្ទេសម៉ត់ដាក់ក្នុងកែវទុកសម្រាប់ហូបបាទដល់ខ្លួនឯងបាទពីខ្ញុំបាននឹងក៏មានជាស្រះត្រីដែរបងប្អូនយើងចាំលក្ខណៈគ្រួសារបងប្អូនហើយត្រីនេះគឺងាប់អស់ហើយបងប្អូននៅសល់តិចមែនតើកាលមុនខ្ញុំដាក់ចំនួន5គីឡូកូនត្រីតែឥឡូវនេះសល់ត្រីអត់បាន1គីឡូទេដោយសារមួយរយៈមុនហ្នឹងគឺវាពុលទឹកបាទដោយសារខ្ញុំដាក់ចំណីរបស់វាហ្នឹងខ្ញុំបបរទៅខ្ញុំដាក់ឲ្យស៊ីច្រើនពេកបាទវាស៊ីអត់អស់ទេធ្វើឲ្យទឹកស្អុយកាលណាទៅទឹកស្អុយទៅយើងអត់បានដូរតនពេលវេលាវាធ្វើឲ្យត្រីយើងចាប់ផ្ដើមមានបញ្ហាពុលបាទគឺស្លាប់ច្រើនមែនតើបាទគឺអស់ហើយអត់មានទេបងប្អូនហើយនេះមានអំពៅដែរបងប្អូនយើងដាំអំពៅផ្អែមបាទទឹកទៅដាំដែរទេបាទហើយមានតែប៉ុណ្្នឹងទេសម្រាប់វីដេអូរបស់ខ្ញុំបាទហើយក៏សូមអរគុណទៅដល់ពុកម៉ែបងប្អូនដែលតែងតែស្រឡាញ់ក៏ដូចជាចូលចិត្តនៅការទស្សនាវីដេអូរបស់ខ្ញុំបាទហើយខ្ញុំនឹងថតនៅសកម្មភាពផ្សេងបាទចែកជូនពុកម៉ែបងប្អូនទៀតសង្ឃឹមថាពុកម៉ែបងប្អូននឹងជួយគាំទ្រក៏ដូចជាជួយ like ជួយ subscribe នៅ YouTube របស់ខ្ញុំបាទហើយជាចុងក្រោយគឺសូមអរគុណបាទវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូន